កាលពីសប្តាហ៍មុនហ្នឹងខ្ញុំបានបង្ហាញពីប្រភេទ circuit មួយដែលមានប្រើប្រាស់ relay ដើម្បីទៅបញ្ជា solenoid ហើយគោលដៅរបស់យើងគឺដើម្បីបញ្ជាទៅ valve ប្រភេទ 5 2បញ្ជាទៅ piston ប្រភេទ double acting ដំណើរការរបស់ circuit ហ្នឹងគឺថាបើសិនខ្ញុំចុចប៊ូតុង relay K1 នេះមានភ្លើង relay K1 ភ្ជាប់ទៅ solenoid ខាងឆ្វេងនេះគឺវារុញឲ្យ piston ចេញក្រៅរុញចេញហើយវាអត់ចូលវិញទេដោយសារតែ relay solenoid ខាងស្ដាំនេះអត់ទាន់មានអីទៅបញ្ជាវាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបន្តពីរបៀបប្រើប្រាស់ sensor នៅក្នុងការ simulate ខ្ញុំចង់មានដំណើរការមួយគឺថានៅពេលដែលខ្ញុំចុចប៊ូតុងវាចេញក្រៅនៅពេលដែលចេញមកដល់ក្រៅវាចូលទៅវិញទៅខ្លួនឯងពេលហ្នឹងគឺចប់មកវត្តនៃដំណើរការដើម្បីអាច program បែបនេះបានលុះត្រាតែយើងចេះប្រើប្រាស់ sensor មានន័យថាយើងមាន sensor នៅក្នុងប្រព័ន្ធទៅបានយើងអាចដឹងថាពេលណាគួរចូលវិញតើវាចេញដល់ក្រៅប៉ះ sensor ទៅបានយើងឲ្យវាចូលវិញអញ្ចឹងនៅក្នុងការគូជាមួយនឹង Automation Studio នេះដើម្បីដាក់ sensor គឺខ្ញុំចូលទៅកន្លែង electrical មិនមែន electrical គឺនៅក្នុងកន្លែង pneumatic ទីមួយគឺខ្ញុំគូជាមួយប្រព័ន្ធ pneumatic នេះ sensor គឺយើងដាក់ detect នៅក្នុងលើដង piston អញ្ចឹងខ្ញុំចូលទៅកន្លែង pneumatic ខ្ញុំចូលទៅកន្លែងដាក់ថា sensor ហើយយើងមានប្រភេទ mechanical sensor ឬក៏ proximity sensor mechanical sensor គឺ sensor ដែលបុកប៉ះផ្ទាល់ឧទាហរណ៍ថា limit switch ឬក៏ contact អីចឹងជាដើមចំណែក proximity sensor មានប្រភេទ capacitive មាន inductive មានប្រភេទប្រើពន្លឺ photoelectric ដែលអត់ចាំបាច់ប៉ះផ្ទាល់ទេអញ្ចឹងឥឡូវនេះខ្ញុំចូលយកប្រភេទ proximity ចុះប្រភេទ proximity ខ្ញុំដាក់ឈ្មោះថា sen នេះមានន័យ sensor sen in មានន័យ piston នៅខាងក្នុងហើយមួយទៀតខ្ញុំដាក់ថា sen out យើងឃើញនៅលើកម្មវិធី Automation Studio នេះនៅលើ piston មានរូបដូចជាត្បូងពេជ្រនេះ3កន្លែងហ្នឹងគឺកន្លែងដែលអាចឲ្យយើងភ្ជាប់ជាមួយ sensor នៅលើ sensor នេះគឺយើងឃើញមានត្បូងពេជ្រដែរអញ្ចឹងខ្ញុំទាញ sensor ហ្នឹងដាក់ឲ្យត្រួតស៊ីគ្នាជាមួយនឹង piston ពេលហ្នឹងមានន័យថា sensor នេះគឺវាបាន detect នៅពេលដែល piston នៅខាងក្នុងចំណែកអានេះគឺខ្ញុំដាក់នៅខាងមុខប៉ុន្តែខាងមុខធ្វើមិនយើងដឹងថា piston ប៉ះផ្ទាល់នៅពេលដែលយើងដាក់បែបហ្នឹងវិធីទី1គឺខ្ញុំអាចបើក simulation ហើយខ្ញុំឲ្យ piston ហ្នឹងវាផ្លាស់ទីទៅមុខនេះអញ្ចឹងយើងឃើញនិមិត្តសញ្ញានេះបិទជាប់បិទចិត្តអានេះចំហមានន័យថាពេលហ្នឹងគឺ piston វាត្រូវបាន detect នៅខាងមុខអានេះ piston detect នៅខាងក្រោយវិញហើយវិធីទី1គឺខ្ញុំដាក់ស្មានហើយខ្ញុំទាញវាទៅដាក់អញ្ចឹងទៅបើខុសខ្ញុំអាចសេរីបានវិធីទី2គឺយើងបិទ simulation ហើយយើង double click លើស៊ីឡាំងខ្ញុំចូលទៅកន្លែងដាក់ថា data នៅកន្លែង data នេះយើងឃើញមាន extension មានន័យថាភាពលូតរបស់ piston zone នេះមានន័យថាវានៅក្នុងបើសិនខ្ញុំដាក់ 100% មានន័យថាវាលូតទៅដល់ក្រៅនេះអញ្ចឹងពេលហ្នឹងយើងឃើញត្បូងពេជ្រនៅខាងមុខនេះខ្ញុំអាចទាញវាដាក់ឲ្យត្រួតស៊ីបានបន្ទាប់ពីខ្ញុំទាញហើយខ្ញុំអាចបិទ extension ហ្នឹងឲ្យវាទៅ zone វិញវិធីនេះល្អយើងអត់ចាំបាច់បើក simulation ទេគឺយើងគ្រាន់តែកែនៅក្នុង offline mode យើងអាចដាក់វាត្រូវហើយអញ្ចឹងបន្ទាប់ពីយើងមាន sensor ហើយ sensor នេះយើងបានដាក់នៅក្នុងផ្នែកអគ្គិសនីផ្នែក pneumatic យើងក៏ត្រូវដាក់ sensor ហ្នឹងនៅក្នុងផ្នែកអគ្គិសនីដែរអញ្ចឹងគោលដៅរបស់ខ្ញុំគឺថានៅពេលដែលខ្ញុំបើក simulation ខ្ញុំចុច PB អានេះ load ទៅមុខពេលដែលវាមកប៉ះ sensor ហ្នឹង sensor គឺបញ្ជាវាចូលទៅក្នុងវិញដោយស្វ័យប្រវត្តិអញ្ចឹងយើងឃើញថា sensor ខាងមុខនេះដើរតួជាអ្នកបញ្ជាឲ្យវាចូលទៅក្នុងវិញមានន័យថា sensor ខាងមុខនេះគឺត្រូវមកបញ្ជា solenoid ខាងស្ដាំនេះដើម្បីឲ្យ piston វា load ចូលទៅក្នុងវិញអញ្ចឹងនៅក្នុងប្រអប់នេះខ្ញុំបិទ pneumatic ខ្ញុំបើក electrical ខ្ញុំចូលទៅកន្លែងដាក់ថា contact ហើយខ្ញុំទាញយកកន្លែង sensor switch វាមាន normally open
limit switch ឬក៏ normally open proximity switch ខ្ញុំទាញយកប្រភេទ proximity ដោយសារតែ sensor របស់យើងមិញនេះយើងប្រើប្រភេទ proximity នេះពីនេះ proximity មានន័យថាអត់ចាំបាច់ប៉ះផ្ទាល់ទេគ្រាន់តែគៀកគឺវា detect ទេប្រភេទ proximity sensor ខ្ញុំបើកបង្ហាញបន្តិចមាន inductive sensor នេះគឺ sensor ប្រភេទនេះវាមាន inductive ចាប់ដែក capacitive ចាប់ទាំងដែកទាំងជ័រទាំងกระดาษឬក៏ប្រភេទ photoelectric គឺវាប្រើប្រាស់ពន្លឺនេះប្រភេទក្នុងនេះប្រភេទនេះវាចាប់ជាលក្ខណៈពន្លឺចំណែកឯប្រភេទនេះគឺចាប់ magnetic អញ្ចឹងខ្ញុំយក sensor ហ្នឹងយកទៅបញ្ជា solenoid ខាងស្ដាំនេះអញ្ចឹងបញ្ជា solenoid គឺខ្ញុំចូលលើ output component ណាមួយទាញ solenoid ដាក់ចូលអូខេខ្ញុំឈ្មោះវាខ្ញុំដាក់ថា solenoid ចុះ solenoid មានន័យថា solenoid ខាងស្ដាំ complete គូ sequence នេះឲ្យបានត្រឹមត្រូវឲ្យបានត្រូវតាមជួរតោះថាពេលខ្ញុំតនេះខ្ញុំដាក់ output ស្មើ input ស្មើគូ sequence សំខាន់បន្ទាប់ពីខ្ញុំតហើយគឺយើងត្រូវ link អញ្ចឹងទី1ខ្ញុំ link solenoid នេះស្គាល់ថាវាគឺជា solenoid solenoid ខ្ញុំ click លើវាខ្ញុំ click លើ solenoid ខាងស្ដាំខ្ញុំចូលទៅកន្លែង variable assignment ហើយខ្ញុំ search ថា solenoid double click ចឹងខាងនេះវាស្គាល់ហើយមួយទៀតខ្ញុំ link ថា sensor នេះឲ្យវាស្គាល់ដឹងថាវាជា sensor send out ចឹងខ្ញុំ click នៅលើនេះហើយខ្ញុំ link វាជាមួយនឹង send out ពេលនេះគឺវាស្គាល់ឥឡូវខ្ញុំ simulate ដំណើរការឡើងវិញគឺចុចប៊ូតុងវាចេញមកក្រៅគឺចូលវិញនៅស្វ័យប្រវត្តិអូខេប៉ុន្តែ sequence នេះអត់ទាន់ត្រឹមត្រូវទេយើងឃើញឥឡូវនេះខ្ញុំយក sensor នោះមកបញ្ជា solenoid ដែលផ្ទាល់ពួកយើងត្រូវចាំថា sensor គ្រាន់តែជាឧបករណ៍មួយបញ្ជូនចរន្តទូចទេអញ្ចឹងបើសិនយើងយកវាទៅវាយចរន្តរបំរបស់ solenoid នេះជាប់រហូតយូរទៅវាធ្វើឲ្យ sensor នោះក្តៅខូចដោយសារតែចរន្តដែលបញ្ជាមករបំរបស់ solenoid នោះវាអាចចរន្តធំបើ solenoid ធំចរន្តរឹតទៅធំអញ្ចឹងហើយគឺយើងអាចយក sensor នោះមកបញ្ជាផ្ទាល់ទេយើងត្រូវធ្វើដូចនេះយើងយក sensor ហ្នឹងមកឆ្លងកាត់ relay ដោយសារតែរបំ relay គឺវាស៊ីចរន្តទូចល្មមបន្ទាប់មកកុងតាក់របស់ relay ហ្នឹងគឺបញ្ជាមក solenoid ធ្វើបែបហ្នឹងគឺយើងអត់ឲ្យខូច sensor របស់យើងទេអញ្ចឹងខ្ញុំបដិសេធកន្លែងនេះខ្ញុំគ្រាន់តែ add relay ថែមមួយទៀតខ្ញុំទាញរបំ relay ចូលខ្ញុំដាក់ឈ្មោះវាថា K2 ហើយខ្ញុំត្រូវការ switch មួយត្រូវការ contact មួយ normally open ដែល contact ហ្នឹងគឺជាជើងកុងតាក់របស់ relay link ជាមួយនឹង K2 អូខេ simulate ភាសាទៀតខ្ញុំចុចកុងតាក់វាដំណើរការដូចធម្មតា sequence នេះលើស relay ខុសពី sequence មិញប៉ុន្តែដំណើរការគឺដដែលលើស relay នេះគឺវាធ្វើឲ្យ sequence យើងប្រសើរជាងមុនដោយសារតែ sensor ត្រូវបញ្ជាមក relay មុននឹងបញ្ជា relay បញ្ជាទៅ solenoid ធ្វើបែបនេះគឺប្រព័ន្ធរបស់យើងមានភាពស្ថិរភាពល្អវាអត់ឆាប់ខូចឥឡូវយើងឃើញដំណើរការនេះខ្ញុំចុចប៊ូតុងវាចេញតមកចូលទៅវិញហើយឈប់តែប៉ុណ្្នឹងឥឡូវនេះខ្ញុំចង់ឲ្យ sequence ចេញចូលដោយខ្លួនឯងយើងឃើញដើម្បីធ្វើបែបហ្នឹងគឺរបស់ដែលធ្វើឲ្យ sequence នឹងចេញឥឡូវហ្នឹងខ្ញុំចុចប៊ូតុងអញ្ចឹងបើសិនខ្ញុំជំនួសប៊ូតុងនេះដោយ sensor send in ព្រោះជាធម្មតាពេលបើកដំបូង send in នេះមានភ្លើងហើយព្រោះអី piston វានៅក្នុងស្រាប់អញ្ចឹងខ្ញុំជំនួសនេះទៅ send in វាធ្វើឲ្យ piston ចេញដល់ពេលដែល piston ចេញវាបញ្ជា K2 វាធ្វើឲ្យ piston ចូលដល់ពេលចូលវាប៉ះsend in វាធ្វើឲ្យវាចេញអញ្ចឹងវាចេញចូលលើស្វ័យប្រវត្តិឥឡូវខ្ញុំជំនួសប៊ូតុងនេះដោយជើង contact ជើង sensor send in ខ្ញុំ link ជាមួយនឹង send in
okay នៅពេលដែលខ្ញុំចាប់ផ្ដើមដំណើរការគឺ piston របស់ខ្ញុំចេញចូលដល់វាស្វ័យប្រវត្តិនេះគឺជារបៀបប្រើប្រាស់ sensor នៅក្នុងកម្មវិធី Automation Studio អញ្ចឹងនៅពេលដែលមាន sensor វាធ្វើឲ្យ circuit របស់យើងចាប់ផ្ដើមមានដំណើរការយើងអាច program ឲ្យវាមានដំណើរការជាលក្ខណៈស្វ័យប្រវត្តិឬក៏ដំណើរការផ្សេងជាលក្ខណៈដំណាក់កាលជា sequence អញ្ចឹង sensor គឺមានអត្ថប្រយោជន៍ណានៅក្នុងប្រព័ន្ធ automation ដោយសារតែវាដើរតួជាអ្នកប្រាប់ថារបស់នៅកន្លែងណារបស់ជាអីគេវាដើរតួជាភ្នែកជាច្រមុះរបស់ circuit